ចាមុននឹងដោះស្រាយខឥឡូវយើងចូលក28ជាចំនួនគត់បូកនឹង14.08 ចាពេលយើងសរសេរត្រូវតាមខ្ទង់ផ្នែកគត់ឲ្យចំតាមផ្នែកគត់ហើយផ្នែកគត់របស់ខ្ទង់រាយខ្ទង់10ហ្នឹងឲ្យត្រូវខ្ទង់គ្នាដែរបន្ទាប់មកយើងចាប់ផ្ដើមថែមចំណុចទស្សភាគទៅឲ្យចំនួនគត់ចំ28យើងថែមចំណុចទស្សភាគឲ្យតមកយើងមើលថាតើចំនួនទស្សភាគដែលមាននេះផ្នែកទស្សភាគវាមានប៉ុន្មានខ្ទង់ចាមាន3ខ្ទង់អញ្ចឹងយើងថែម0 3ដងទៅឲ្យវាដែរទៅឲ្យ28នេះដែរចាហើយយើងចាប់ផ្ដើមទៅប្រមាណវិធីបូកដូចវិធីបូកចំនួនធម្មតានេះ8 1 0ចុចនេះយើងតម្លាក់មុនទៅហើយក៏បានឬចាំថែមតាមក្រោយក៏បាន8 + 4 12 2តាម1 3 4